បាទជំរាបសួរពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះចង់បង្ហាញពុកម៉ែបងប្អូនពីកូនរណាវាទឹមទៅដោះមកទូចបាទហ្នឹងហើយនេះក៏ជាលើកទី1របស់ខ្ញុំដែរដែលខ្ញុំបានតែស្គាល់នៅកូនជីរណាដែលវាទៅដោះមកទូចបាទធ្លាប់តែឃើញធ្លាប់តែដាំហើយវាចេញគ្រាប់មកបាទប៉ុន្តែខ្ញុំបដោះមកដែរតែវាអត់ដោះអញ្ចឹងណាហើយទៅឆ្នាំនេះគឺវាខ្ញុំមិញបងប្អូននេះខ្ញុំកាត់បាទខ្ញុំកាត់ស្លឹកគ្រៃបាទខ្ញុំកាត់ស្លឹកគ្រៃហើយខ្ញុំកាត់ជីរណាដែលខ្ញុំដាក់នៅក្នុងផើងដោះក្នុងផើងដែលដាំជាមួយគ្នាហ្នឹងណាដាំចិត្តស្លឹកគ្រៃហ្នឹងណាហើយនេះគ្រាប់នេះខ្ញុំបានកាត់វាទុកហើយបាទទុកវាម្ដងហើយវាច្រើនពេកហ្នឹងហើយច្រើនពេកហើយនេះខ្ញុំកាត់វាចេញបាទកាត់វាចោលអញ្ចឹងទៅដល់ពេលខ្ញុំមើលបាទខ្ញុំមើលទៅបងប្អូនឃើញនេះដល់មកទូចបាទដល់មកទូចនេះអាហ្នឹងសិតតែកូនជាណាបាទសិតតែកូនជាណាទូចបងប្អូនឃើញទេច្បាស់ហ្នឹងហើយនេះហ្នឹងហើយចាំមើលនៅពេលដែលវាដោះមកធំជាងនឹងតិចហ្នឹងហើយចាំខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនមួយសារទៀតបាទព្រោះវាដោះមកទូចអញ្ចឹងទៅដូចថាយើងពេលខ្លះយើងអត់ដឹងស្មានថាវាមិនមែនជាដូចថាមិនជារណាតែពិតវាគឺជាជារណាបាទព្រោះវាព្រោះកន្លែងនេះខ្ញុំដាំជារណាហ្នឹងណាដោះនៅចិត្តហ្នឹងណាដាំហ្នឹងទៅដល់ឲ្យគ្រាប់វាដោះមកឲ្យទុំច្រើនណាបាទខ្ញុំកាត់ទុកមួយសាហើយហ្នឹងហើយនេះវាទឹមតែដោះមកទៀតបងប្អូនឃើញទឹមដោះមកហ្នឹងហើយព្រោះឥឡូវនេះវាខែចូលខែ10ហើយបាទនៅនេះខែ10ហើយរៀងត្រជាក់តិចហើយបាទហើយខ្ញុំទើបតែឃើញមកដោះមកទូចបាទខ្ញុំអាសាមើលដែរខ្ញុំអាសាមើលថាតើវាដោះអត់អញ្ចឹងណាព្រោះគ្រាប់វាមានគ្រាប់វាហ្នឹងហើយវាធ្លាក់ហ្នឹងអញ្ចឹងវាប្រកាសជាដោះហើយតែវាអត់ឃើញសោះបាទទៅថ្ងៃហ្នឹងបាទកាត់ស្លឹកគ្រៃអីទៅកាត់ស្លឹកគ្រៃទុកអញ្ចឹងណាហើយទៀតខ្ញុំនឹងកាត់ដកវាយកទុកហើយដល់ពេលអញ្ចឹងទៅក៏ប្រទះឃើញបាទឃើញទល់មកទូចហ្នឹងហើយនៅប្រហែលជាបន្តិចទៀតនៅពេលដែលវានេះថាវាធំយ៉ាងតិចបានយើងនេះថាដឹងថាស្គាល់វាថាហ្នឹងគឺជាជីរណាហ្មងបាទប៉ុន្តែខ្ញុំជឿថាហ្នឹងវាគឺជាជីរណាបាទព្រោះវាចេញតម្រង់មកអញ្ចឹងបងប្អូនឃើញនេះតើយើងឃើញមើលនឹងផ្ទាល់បានដូចថាដឹងណាវាមានស្លឹកវារៀងដូចថាយើងបលាជាមិនតិចហ្នឹងហើយបាទហ្នឹងចាំមើលប្រហែលជាវាធំយ៉ាងតិចបានមើលទៅច្បាស់ហ្មងបាទហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទបង្ហាញពុកម៉ែបងប្អូនហើយចាំមើលដល់ពេលវាធំជាងបន្តិចចាំនឹងថតបង្ហាញពុកម៉ែបងប្អូនមួយសារទៀតបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាបាយបាយ